ព្រមឈប់ព្យាយាមឲ្យព្រមឲ្យបើកទទួលចក្រវាលមិនទទួលតបស្នងនៅភាព stress ចក្រវាលតបស្នងនៅអ្វីដែលមានស្រាប់ហើយអានឹងយើងតែងតែបានរៀនជារឿយចក្រវាលតបស្នងនៅអ្វីដែលមានស្រាប់ហើយចាចក្រវាលតបស្នងនៅអ្វីដែលយើងមានស្រាប់គឺមានស្រាប់នៅក្នុងចិត្តអញ្ចឹងវាកើតពីពាក្យមួយដែលយើងនិយាយថាមានវានៅក្នុងចិត្តទៅបានវាមកក្នុងដៃម៉ែរួចធ្លាប់និយាយហ្នឹងណាចាមានវានៅក្នុងចិត្តទៅអ្នកនឹងទទួលបានវានៅក្នុងដៃអានេះសំខាន់ហើយជំនឿបងអូននឹងមិនអត់ប្រហែលឆ្នាំនេះខ្ញុំដាក់គោលដៅមួយដែលជាគោលដៅអត់ទាន់ចេញជាលទ្ធផលដូចតាំងពីខ្ញុំចាំបានមកតាំងពីរយៈពេល2022 23ចាខ្ញុំមានគោលដៅមួយខ្ញុំដាក់3ឆ្នាំហើយមិនទាន់ទទួលបានតែខ្ញុំអត់បោះបង់ទេដាក់ឆ្នាំទី1រៀងជឿបន្តិចអត់បន្តិចឆ្នាំទី2ឆ្នាំតែមិញហ្នឹងរៀងមានអារម្មណ៍មកចង់ចោលបន្តិចអីបន្តិចដល់តែពេលនេះមករយៈចុងក្រោយនេះខ្ញុំមានអារម្មណ៍ទទួលបានហើយទោះបីគ្រប់យ៉ាងវាមិនបានប្រសើរឡើងឲ្យយើងមើលឃើញចន្លោះនឹងទៅរួចតែខ្ញុំនៅតែខ្ញុំជឿខ្លាំងហ្មងខ្ញុំជឿលើស100ហ្មងថាគោលដៅមួយហ្នឹងខ្ញុំនឹងទទួលបានហើយវាស៊ីផុយវាងាយដោយអាគោលដៅហ្នឹងវាដាំបកគោលជាប់ហ្មងបងអូនវាដាំបកគោលជាប់ដួងចិត្តយើងហើយទោះបីខាងក្រៅហ្នឹងវាអញ្ចេះតែអាក្នុងចិត្តយើងវាអញ្ចេះសន្ទុះវាអញ្ចេះតែក្នុងចិត្តយើងវាអញ្ចេះហើយវា 100% បានផ្លូវណាមិនដឹងគឺដល់ពេលវេលាតែយើងនៅក្នុងចិត្តយើងគឺវាមានស្រាប់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមធំក្លិនមនុស្សយើងដឹងខ្លួនឯងជឿមិនជឿប៉ុណ្ណាយើងដឹងហ្មងគោលដៅដូចគ្នានៅពេលដែលយូរមិនយូរក្រោយមកយើងស្ទង់ខ្លួនឯងយើងដឹងហ្មងថាអេគោលដៅនឹងពិតឬមិនពិតយើងជឿឬមិនជឿយើងដឹងខ្លួនឯងច្បាស់តែណាស់តែយើងមិនព្រមទទួលស្គាល់ការពិតកុំខ្វល់ថាវាប្រើពេលប្រហែលឆ្នាំចាកុំខ្វល់ថាវាប្រើពេលប្រហែលឆ្នាំសំខាន់យើងមុខមុតប៉ុណ្ណាពេលវេលាដល់ស័ក្តិសមគេគង់ចក្រវាលគង់ចាត់រៀងមកឲ្យដល់មុខផ្ទះមិនបាច់ប្រឹងព្យាយាមពេលខ្លះដល់ថ្នាក់ថាមិនបាច់ទៅប្រឹងព្យាយាមមโนខ្លាំងពេកទៀតអាព្យាយាមខ្លាំងនឹងឲ្យគឺជាតួសំខាន់ដែលធ្វើឲ្យយើងអត់បានអូយចង់បានគោលដៅមួយហ្នឹងប្រឹងមโนសិនអូព្យាយាមមโนប្រឹងមโนប្រឹងមโนប្រឹង workshop ប្រឹង visualize ប្រឹង sales talk ប្រឹងអ្នកចំណាំមើលខ្លួនឯងនៅពេលដែលអ្នកធ្វើអ្វីដែលវាលើសប្រឹងអរគុណគោលដៅយេប្រឹង workshop ប្រឹងបិទនៃប្រឹងមโนចូលអ្នកដឹងខ្លួនផងថាវានឹងមិនបានហើយវានឹងរត់តែយឺតបើសិនជាយើងកំពុងតែដឹងថាខ្លួនយើងចង់បានគោលដៅមួយហ្នឹងវាមិនទាន់មកហើយយើងចង់បានប្រឡែងវាចោលប្រឡែងវាចោលជឿជាក់តែក្នុងចិត្តបេះដូងមួយមុខគត់ខ្ញុំទទួលបានហើយមិនបាច់ទៅប្រឹងមโนប្រឹងអីច្រើនទេចក្រវាលអត់បានមកតបស្នងជាមួយទេអូខ្ញុំប្រឹងណាខ្ញុំព្យាយាមមโนយកព្រឹកខ្ញុំព្យាយាម workshop បើកស្អីរំភើបភីកសិតតែជាការសម្ដែងមើលម្ដងអត់អីមើលរាល់ថ្ងៃប្រឹងយកតែមែនទេប្រឹងធ្វើហ្មងប្រឹងធ្វើដូចប្រឹងធ្វើលំហាត់ដូចប្រឹងហាត់ប្រាណខុសគ្នាប្រឹងហាត់ប្រាណប្រឹងធ្វើលំហាត់ប្រឹងស្អីក៏ដោយខុសពីច្បាប់ស្រុកទាញព្រោះចូលច្បាប់ស្រុកទាញចូលចិត្តអីងាយៗសប្បាយតបស្នងតែអ្វីដែលជារបស់អ្នកតែប៉ុណ្ណោះយល់ពាក្យហ្នឹងឯងចក្រវាលនឹងតបស្នងតែអ្វីដែលជារបស់អ្នកប៉ុណ្ណោះអ្វីដែលអ្នកដឹងថាជារបស់អ្នកអ្វីដែលអ្នកជឿថាជារបស់អ្នកអ្វីដែលអ្នកជឿជាក់ថាវាជារបស់អ្នកអ្វីដែលអ្នកមានវានៅក្នុងដៃនៅក្នុងចិត្តទុកពេលឲ្យគេផងតែប៉ុណ្្នឹងឯងអញ្ចឹងមិនថានៅពេលដែលអ្នកនៅក្នុង flow ចក្រវាលពិភពលោកពណ៌ផ្កាឈូគ្រប់យ៉ាងងាយតែសួរថាអ្នកនឹងព្រមទទួលស្គាល់ការពិតនឹងបានអត់អ្នកព្រមទទួលភាពស្រួលភាពងាយនឹងបានអត់អ្នកជឿភាពងាយនឹងបានអត់អ្នកខ្លះគិតថាវាងាយពេកអូខេអានឹងតាមបេះដូងអញ្ចឹងគេថាឲ្យយើងនៅក្នុងប្រើពីអរគុណមានស្រាប់ហើយអំឡុងពេលហ្នឹងឲ្យយើងបាច់ព្យាយាមអីច្រើនយើងព្យាយាមប្រឡែងចិត្តយើងឲ្យស្អាតស្ដាប់ចម្រៀងណាដែលយើងពេញចិត្តដែលមានអារម្មណ៍ថារំភើបមានអារម្មណ៍ថាអូយដូចស្នេហ៍ដំបងមានអារម្មណ៍ថាបេះដូងពណ៌ផ្កាឈូកចាមើលទេសភាពឬដើរលេងអីខ្លះអញ្ចឹងទៅណាចាតែមិនពេកមានពេលខ្លះដើរលេងខ្លះតែមិនពេកចាខទី2ឲ្យយើង release ប្រឡែងមកវិញកុំទៅអោបប្រឡែងមកវិញមកនៅជាមួយខ្លួនឯងមករក្សាផ្លូវចិត្តមករក្សាលំនឹងចិត្តមកយល់ពីខ្លួនឯងចាខទី2ចក្រវាលយល់នៅភាពច្បាស់លាស់អញ្ចឹងបើចង់ចក្រវាលប៉ុណ្ណឹងចក្រវាលបានត្រូវតែច្បាស់លាស់អីគេច្បាស់លាស់ពេលចង់បានហ្នឹងអ្នកទាំងអស់គ្នាត្រូវចាំថាអ្វីក៏ដោយអ្នកចង់បានបែបលេងអត់បានទេលេងអ្នកខ្លះអូចង់លេងបានតែអាហ្នឹងវាជារឿងមួយដែលយើងប្រយោលតែស្អីក៏ដោយឧបមាថាជីវិតគូយើងអត់ច្បាស់លាស់យើងគិតថាមិនក៏បានគេនឹងមកបែបមិនក៏បានព្រោះមនុស្សម្នាក់ត្រូវតែមានគូស្រាប់ហើយម្នាក់អញ្ចឹងដូចខ្ញុំអូធ្លាប់យល់អារម្មណ៍មិនក៏បានហ្នឹងហើយខ្លាចពាក្យថាមិនក៏បានហ្នឹងយើងចាប់ដើមសេតដូច lifestyle ជីវិតយើងអញ្ចឹងដូចរបៀបថាឥឡូវអាចង់លេងពីមុនធ្លាប់និយាយថាចង់លេងបានមែនទេអាហ្នឹងជារឿងអីផ្សេងបន្ទាប់បន្សំទឹកជ្រលក់តោះនេះគឺលក្ខណៈថាយើងមិនបានទៅបដោតអីពេកយើងកំងមកប្រយោលចោលអាហ្នឹងវាជារឿងផ្សេងកុំយកមកតាក់ទងនឹងរឿងច្បាស់លាស់នេះអីគេ
អ្នកឃើញជីវិតអ្នកថ្ងៃក្រោយមិនច្បាស់លាស់មិនមានផ្ទះបែបមិននៅប្រើ lifestyle ជីវិតមិនការធ្វើការរបស់អ្នកមិនស្រួលឬងាកទៅឆ្វេងក៏ខ្លុយងាកទៅស្ដាំក៏ខ្លុយមនុស្សជុំវិញខ្លួនវល់ទាំងអស់ចាជីវិតគ្រួសារវល់កូនអីហ្នឹងវល់អត់ច្បាស់លាស់អ្នកចាស់ទៅដោយជីវិតបែបម៉េចអ្នករស់នៅដោយបរិយាកាសបរិស្ថានបែបម៉េចដែលអ្នកចង់បានដូចថ្ងៃមុនមិននិយាយរឿងថាមានក្មេងស្រីម្នាក់ស្ត្រីម្នាក់ដែលគេចង់មានពិភពលោកជារបស់ខ្លួនឯងចាំបានទេមេរៀនថ្ងៃមុនគឺគេច្បាស់លាស់ថាពិភពលោករបស់គេបែបម៉េច lifestyle ជីវិតមានផ្ទះបែបម៉េចនៅរស់នៅដោយសុខស្រួលម៉េចអ្នកត្រូវច្បាស់លាស់ហ្មងជីវិតត្រូវការច្បាស់លាស់ចក្រវាលត្រូវការភាពច្បាស់លាស់អ្នកត្រូវមានសុខភាពល្អនៅពេលចាស់ទៅខ្ញុំគឺច្បាស់លាស់ហ្មងចាស់ទៅសុំញ៉ាំបានឲ្យគ្រប់យ៉ាងចាបើត្រូវទៅវិញឈឺអាជំងឺណាដែលវាឆាប់ទៅខ្ញុំច្បាស់លាស់មួយខ្លួនឯងខ្ញុំច្បាស់លាស់ដល់រឿងទៅវិញទៀតតែយើងជឿហ្មងចាតែវាមានពេលខ្លះយើងលួចខ្លាចជំងឺនេះ